ជាតិនេះរូបកាយនេះជារបស់រដ្ឋឬក៏ជារបស់អីគឺជារបស់សង្ខារធម៌យើងត្រូវបង់រហូតបង់រឿយញាតិញោមបង់រហូតតតែអស់ទាំងខ្លួនណាមែនទេបង់យូរទៅអស់ទាំងភ្នែកទៀតមានភ្នែកគេទៀមទាយកភ្នែកទៅទាំងអស់ចុងក្រោយភ្នែកលែងភ្លឺត្រចៀកលែងស្ដាប់ឮណាកាយលែងងើបរួចណាឥឡូវបង់ម្ដងបន្តិចពាក្យហ្នឹងខ្ញុំចេះពីលោកគ្រូអគ្គទេគាត់លោកតែងតែសម្ដែងថាបង់ពុនឲ្យសង្ខារហ្នឹងបាទហើយមួយឆ្នាំញាតិញោមហើយកន្លងទៅមួយឆ្នាំស្បែកបង់អីខ្លះបង់ទៅអស់ណាជ្រាវជ្រួញទៅបន្តិចម្ដងកាលពី10ឆ្នាំមុនញាតិញោមមិនមុខអញ្ចឹងទេឥឡូវបង់អស់ហើយឃើញទេមិនមុខអញ្ចឹងមិនរៀងអញ្ចឹងទេណាយើងបង់ពុនរត់អីផ្សេងយើងមិនកំណាញ់យើងព្រមបង់ឲ្យចុះហេតុអីបានជារូបកាយមួយនេះយើងមិនព្រមបង់ឲ្យថាវាជាប់ដោយសេចក្តីប្រកាន់ថាមានខ្លួននេះដោយលោកគ្រូហើយចម្រើនលោកលើកឡើងអ្នកកលៈមេត្តាអ្នកកលៈបៃតាហ្នឹងព្រោះតកតងដោយការប្រកាន់នេះប្រកាន់កាយមិនព្រមប្រឡែងខ្សែអាចប្រហែលថ្ងៃមុនលោកគ្រូអគ្គបណ្ឌិតលោកលើកឡើងព្រោះនៅមកច្រឡំថារបស់នឹងជាខ្លួនណានៅមកច្រឡំញាតិញោមយើងច្រឡំទៅតាមពិតបើយើងអត់ច្រឡំមានអីល្អចេះមែនទេបើយើងអត់ច្រឡំមានអីតែមកពីយើងច្រឡំទៅយើងច្រឡំធัวយើងច្រឡំថាសង្ខារធัวទាំងអស់វាជាតួយើងវាជាយើងច្រឡំទេអញ្ចឹងសិក្សាពធនេះគឺដើម្បីបាត់ច្រឡំវាអត់មានដើម្បីបានស្អីទេគឺដើម្បីឈប់ច្រឡំថានឹងគឺជារបស់ខ្លួនណាឈប់ច្រឡំទៅហ្នឹងហើយទាំងខ្ញុំទាំងញាតិញោមរៀនកុំឲ្យច្រឡំហ្នឹងហើយព្រោះយើងច្រឡំមកសង្សារវត្តច្រឡំថាជាយើងនៅយើងច្រឡំអញ្ចឹងឥឡូវឧទាហរណ៍ថាយើងច្រឡំថាប្រាសាទបកនកតនេះជាផ្ទះយើងច្រឡំហ្នឹងត្រូវទេអត់ត្រូវទេយ៉ាងណាមិញច្រឡំថារូបកាយជារបស់ខ្លួនអត់ត្រូវដូចគ្នាមែនទេណែព្រះអង្គសម្ដែងកំភូប្រមាំងកាយមិមាំងវិទិដ្ឋានោះអ្នកគរូប្រមាំងចិត្តតែមីទាំងខកេថ្វាព្រះអង្គឲ្យឃើញកាយដូចឆ្នាំងដីទៅតែយើងអត់មានឃើញកាយដូចឆ្នាំងដីយើងទៅឃើញកាយដូចឆ្នាំងមាសតែព្រះអង្គបង្រៀនឲ្យយើងកុំឲ្យច្រឡំឲ្យឃើញកាយដូចជាឆ្នាំងដីតែយើងទៅឃើញកាយដូចឆ្នាំងមាសមែនទេយល់យោឈឺតែដែរនៅតែគិតឆ្នាំងមាសទៀតមិនព្រមគិតថាហ្នឹងឆ្នាំងដីកពុកបែកអត់ទេឃើញទេឲ្យរក្សាចិត្តទៅព្រះអង្គឲ្យរក្សាចិត្តតែយើងមកប្រឡែងចិត្តវាខុសជាមួយគោលការណ៍របស់ព្រះរាមានុភាពព្រះអង្គឲ្យអប់រំចិត្តហើយយើងទៅបញ្ចូលចិត្តហើយអប់រំមិនបានអញ្ចឹងព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងអប់រំចិត្តសេចក្តីចំណែនកើតឡើងទោសៈកើតឡើងលោភៈកើតឡើងអីផ្សេងហ្នឹងឲ្យអប់រំចិត្តអកុសលទាំងអស់ហ្នឹងហើយសត្វលោកយើងបញ្ច្រាស់ជាមួយនឹងសមាបដិបទារបស់ព្រះសម្មាសម្ពុទ្ធវាទៅជាចិត្តអកុសលនោះកើតឡើងក៏គ្រប់គ្រងទៅអត់យល់ស្របច្បាប់យើងយល់ប្រឆាំងជាមួយច្បាប់ធម្មជាតិរដ្ឋធម្មនុញ្ញពិភពលោកក៏មិនខ្លាំងដល់រដ្ឋធម្មនុញ្ញធម្មជាតិនេះដែរខ្លាំងណាស់យើងមិនឈ្នះទេមិនចាំប្រឹងទេមិនអាចទៀមទាឈ្នះបានទេយត្តញោមទៀមទាមិនបានទេឃើញទេក្នុងបទសូត្រមួយប្របាទបសេនតិកោសលលោកចូលតកលព្រះរាមានុភាពក្នុងវេលាថ្ងៃត្រង់ហើយទូលថាព្រះអង្គឲ្យខ្ញុំព្រះអង្គរវល់នោះរវល់ដល់ហើយព្រះអង្គរវល់នោះរវល់ដល់ហើយមានពេលទំនេរទេឥឡូវហ្នឹងរាជកិច្ចព្រះអង្គត្រាស់ថាត្រូវហើយមហារាជអញ្ចឹងហើយរាជកិច្ចព្រះរាជាហ្នឹងតែមហារាជចាំស្ដាប់សិនណាបើសិនជាមានគេមកប្រាប់ថានៅទិសខាងកើតនោះមានដុំថ្មមួយប្រមៀលមកពីទិសខាងកើតមកធម្មប្រមៀលមកហ្នឹងគឺថាមកកិនមកពិភពលោកហ្នឹងមកប្រទេសមកក្រុងសាវត្ថីស្លាប់ទាំងអស់ដុំថ្ម10 20យោជនឹងរត់មិនរួចទេហើយមានគេមកប្រាប់ថាមានដុំថ្មពីលិចប្រមៀលមកដែរពីជើងពីត្បូងប្រមៀលមកដែរតែមហារាជគិតយ៉ាងម៉េចនៅរវល់ទៀតទេព្រះរាជាទូលថាបើអញ្ចឹងហើយព្រះអង្គខ្ញុំព្រះអង្គឈប់រវល់ហើយអញ្ចឹងគិតធ្វើម៉េចខ្ញុំព្រះអង្គនឹងសមាទានកម្មយកនៅកុសលកម្មបទ10ឈប់រវល់គឺប្រឹងប្រែងធ្វើទាននិងរក្សាសិលនេះព្រះអង្គសម្ដែងពីដុំថ្មដែលប្រមៀលមកហ្នឹងជាឈ្មោះនៃអ្វីបានព្រះអង្គសបញ្ជាក់សសេចក្តីណាឧបមាឧបម័យរបស់ព្រះអង្គហ្នឹងថាដុំថ្មដែលធំហ្នឹងគឺជាឈ្មោះនៃជាតិជារៀបជាធិនិងមរណៈ
ប្រមៀលមកឲ្យណាញាតិញោមសម័យកូវីដណាប្រមៀលកិនមនុស្សអស់ច្រើនណាស្លាប់ស្ងាត់ទៅបាត់ហើយញាតិញោមចេះតែរួចថ្មអត់តន់កិនដល់យើងណាឆ្លងសម័យហ្នឹងឃើញទេបានរស់ដល់ឥឡូវទៅហ្នឹងហើយបនយើងខ្ពង់ខ្ពស់ណាស់ប៉ុន្តែយើងនឹងអាចគេចផុតបានរហូតទេមិនរហូតបានទេតិចទៀតដល់វេនយើងហើយញាតិញោមដល់វេនយើងដំណឹងមរណភាពបាត់ហើយហ្នឹងហើយដំណឹងមរណភាពបាត់ហើយដល់វេនយើងបាត់ឃើញទេអញ្ចឹងដុំថ្មគឺជារៀបជាធិមរណៈនេះនឹងប្រមៀលកិនយើងយ៉ាងពិតប្រាកដឥឡូវយើងរស់នៅជាបដោះអាសន្នរស់នៅសិនទៅប៉ុន្តែការរស់នៅបដោះអាសន្នយើងនេះយកកាយជាបដោះអាសន្ននេះគេហៅថាបានកម្មសិទ្ធិបដោះអាសន្នមិនមែនជាបានអាចារណៈទ្របអីមែនតើនេះបដោះអាសន្នបត់បញ្ញត្តិអីទិញទួយ៉ាងទេយើងប្រកាន់មែនតើអត់បានទេយើងយកជាការមែនតើអត់បានទេហ្នឹងហើយប្រកាន់មែនតើអត់បានទេអ្នកណាប្រកាន់មែនតើឈ្មោះថាបកុលពីលទៅទៀតព្រះអង្គសម្ដែងអញ្ចឹងមនាលវិខុទាំងឡាយអ្នកណាពោលថាចក្ខុគឺភ្នែកនេះជាខ្លួនពាក្យរបស់បកុលនោះមិនបានការទេដល់តនេះតើនឹងញាតិញោមអ្នកណាពោលថាភ្នែកជាខ្លួនពាក្យអ្នកនឹងមិនបានការទេនឹងពុទ្ធិកាណាបងសម្ដែងអញ្ចឹងហើយអ្នកណាហ៊ានថាអញ្ចឹងគឺយើងទាំងអស់គ្នានឹងថាភ្នែកជាខ្លួនមកយកមកហើយពោលថាភ្នែកជាខ្លួនរូបជាខ្លួនវេទនាសញ្ញាសង្ខារវិញ្ញាណជាខ្លួននឹងយើងថាអញ្ចឹងពាក្យយើងកន្លងមកនឹងគ្មានបានការទេតែព្រះសម្មាសម្ពុទ្ធទេដែលព្រះអង្គប្រកាសថារូបនេះជាអនត្តាគឺអត់មានអត្តាក្នុងរូបទេមានតែអ្នកអត្តាឃើញទេនេះទៅជាពាក្យបានការពាក្យមានប្រយោជន៍ពាក្យមានប្រយោជន៍ព្រះពុទ្ធជាម្ចាស់សម្ដែងតែពាក្យមានប្រយោជន៍ហ្នឹងហើយពាក្យមានប្រយោជន៍គឺការពិតគឺអញ្ចឹងតែម្ដងអញ្ចឹងមកសង្សារវដ្តកន្លងមកយើងមិនដែលបានងាយបានស្ដាប់ពាក្យមានប្រយោជន៍នឹងទេទៅក្នុងជាតិនេះឯសំណាងអ្វីម្លេះញាតិញោមហើយមើលព្រះពុទ្ធជាម្ចាស់ព្រះអង្គត្រាស់ដឹងឡើងក្នុងលោកប្រកាសពធហ្នឹងហើយក្នុងភពមនុស្សភពទេវតាព្រំអីទៅទៀតសម្ដែងពធហ្នឹងបុណ្យខ្លាំងណាស់ណាយើងមានឱកាសបានស្ដាប់បានឮថាមិនមែនជារបស់ខ្លួននេះយើងគិតថាមិនមែនលំអាក់លំមទេបុណ្យសម្បើមណាស់កុំថាឡើយដល់បរិបត្តិឃើញនៅអនត្តាក្នុងសច្ចធម៌នោះគ្រាន់តែឮពាក្យហ្នឹងក៏មិនងាយនឹងមានបុណ្យបានឮផងមែនញាតិញោមគ្រាន់តែឮពាក្យហ្នឹងមិនងាយបានឮផងណាហើយឮហើយចូលចិត្តទៀតរឹតតែមិនងាយទៅទៀតអ្នកដែលចូលចិត្តធម៌ហ្នឹងចូលចិត្តហើយយល់ហើយធ្វើឲ្យជាក់ច្បាស់ទៀតរឹតតែក្រទៅទៀតហើយយើងបានយល់បានអីប៉ុណ្ណឹងណាអូបុណ្យព្រះអង្គសម្ដែងថាសតិប្បដ្ឋានជាមហាបុណ្យជាកំណរបុណ្យជាធាបុណ្យសតិប្បដ្ឋាន4ណាជាមហាបុណ្យកំណរបុណ្យហើយចុះស្អីជាកំណរបាបប្រឆាំងគ្នាវាមានកំណរបុណ្យមួយមានកំណរបាបមួយគឺនិវរណៈ5ព្រះអង្គសម្ដែងបន្ទាប់ពីសតិប្បដ្ឋាននឹងឯងមនាលភិក្ខុទាំងឡាយនិវរណៈទាំង5នេះជាកំណរបាបនេះអាការមឆន្ទៈរាល់ថ្ងៃព្យាបាទៈរាល់ថ្ងៃថេរមិត្តឧត្តចៈកុកចៈវិជេកឆានេះឯងព្រះអង្គសម្ដែងថាជាកំណរបាបធ្ងន់ណាស់ណាកំណរបាបរាល់ថ្ងៃហ្នឹងហើយសតិប្បដ្ឋាននេះជាធាបុណ្យជាកំណរបុណ្យមហាត្រៃរាប់រយពាន់ត្រៃអីប៉ុណ្ណាក៏មិនស្មើនឹងសតិប្បដ្ឋាននេះព្រោះសតិប្បដ្ឋាននេះលះនៅអត្តាទូខ្លួនលះអីលះបានទាំងអស់លះត្រៃជីវរ10ត្រៃក៏បានជូនលោកគ្រូអគ្គ10ត្រៃ100ត្រៃជូនបានទាំងអស់ប៉ុន្តែជូនលះខ្លួនថាឈប់ប្រកាន់ទៅលះអត់បានទេមិនងាយលះបានទេឃើញទេប៉ុន្តែសតិប្បដ្ឋានចូលទៅលះបានលះដោយស្របច្បាប់ទៀតលះស្របច្បាប់ហ្នឹងញោមបុគ្គលឲ្យរូបកាយនេះគឺមិនមែនជាខ្លួនដោយបញ្ញាដកដងឧត្តមអត់មានអ្នកណាដឹងថាយើងលះទេញាតិញោមអង្គុយសុកហ្នឹងស្រាប់តែសតិកើតឡើងបញ្ញាកើតឡើងញៀនកើតឡើងឃើញហ្មងឃើញអូសច្ចធម៌មិនមែនខ្លួនទេកំពុងអង្គុយឥឡូវហ្នឹងគ្រាន់តែជារូបណាគ្រាន់តែជាវេទនាណាគ្រាន់តែជារូបធម៌នាមធម៌ដែលកំពុងតែប្រព្រឹត្តទៅប៉ុណ្ណឹងញាតិញោមឃើញតែមួយខណៈហ្នឹងមួយខណៈហ្នឹងជាកំណរបុណ្យដ៏ធំធេងទៅហើយជាកំណរបុណ្យដ៏ធំធេងទៅហើយចុះតម្រាំនឹងព្រះអរិយបុគ្គលដែលលោកឃើញរឿយ
ដែលប្រព្រឹត្តទៅជាករិយានយោគៈអត់មានថាផ្លិចផ្លាំងអីទេអត់មានពេលណាដែលលោកច្រឡំថាជាខ្លួនវិញម្ដងទេព្រះសោតាបនៈបុគ្គលជាដើមមកទៀតអត់មានពេលណាដែលច្រឡំខ្លួនថាអូកាយនឹងជាខ្លួនទេដឹងអីអត់ទេអត់មានពេលអស់ហើយអស់មានខែលគឺសកាយតថេនឹងដិតដាមជាប់បតីរបស់លោកហើយប៉ុន្តែបឋិជនអ្នកសិក្សាបរិបត្តិនៅសតិប្បដ្ឋានវាតែងតែមានអញ្ចឹងហើយតែយើងបោសសម្អាតរឿយដូចយើងលាងឡានលាងម៉ូតូលាងផ្ទះលាងផ្លូវលាងអីចឹងហ្នឹងហើយគឺលាងរឿយសម្អាតជ្រះស្អាតរឿយតែបើយើងមិនបានលាងរឿយទេវាប្រឡាក់រឿយដែរហ្នឹងហើយដូច្នេះសម្រាប់នៅលើយើងអ្នកលាងអ្នកសម្អាតរឿយហ្នឹងការស្ដាប់ពធនេះណាជាការលាងជំរះរឿយខ្លាំងណាខ្ញុំចាប់ចំណុចពីឆ្នាំទៅលោកគ្រូគាត់តែងតែសម្ដែងលោកតែងសម្ដែងថាហើយជាការពិតមែនថាព្រះអរិយបុគ្គលសម័យពុទ្ធកាលដែលសម្រេចធម៌គឺសម្រេចពេលស្ដាប់នឹងគឺសម្រេចច្រើនណាស់មាន20កោដ30កោដដូចជាធម្មាភិសម័យក្នុងសម័យព្រះអង្គចុះពីឋានតាបតឹងមកជាដើមនឹងគឺពេលស្ដាប់ពធនេះជាពេលឱកាសនៃការសម្រេចបើកវគ្គពធនឹងអស់ចាក្រៃលែងណាស់ជាងពេលណាទាំងអស់សរុបសถิតិសិតតែ1កោដ2កោដ10កោដ20កោដ80កោដព្រះអភិធម្មអីចឹងញាតិញោមមើល100កោដក៏មានរហូតដល់ប្រមាណមិនបានក៏មានមិនថាកោដច្រើនហើយរហូតដល់រាប់កោដលែងអស់ទៅទៀតនោះសំដែងមង្គលសោតបរាភវសោតមហាសមយសោតអីហ្នឹងហើយញាតិញោមទាំងអស់គ្នាយើងអត់មានចូលក្នុងកោដហ្នឹងទេមែនទេអត់បានចូលក្នុងកោដហ្នឹងទេនៅក្រៅកោដឥឡូវហ្នឹងបាទអញ្ចឹងតែនេះសេចក្តីជាយាមយើងឥឡូវនេះគឺដើម្បីចូលរួមក្នុងហ្នឹងបានឱកាសសម្រេចហ្នឹងហើយដល់ទៅពេលបានសម្រេចអត់មានអ្នកណាបានសម្រេចក្រៅអំពីបញ្ញាកើតឡើងដែលប្រហាបងនៅអនុស័យនោះទេអត់មានអ្នកណាទេអត់មានញាតិញោមអត់មានពុទ្ធបរិស័ទទេគឺកិច្ចរបស់បញ្ញាធ្វើទូនីតិទៅបញ្ញាដែលកើតឡើងអំពីការសន្សំឥឡូវនេះកុំភ្លេចការសន្សំបន្តិចម្ដងរាល់ថ្ងៃនេះជាអចិន្នកម្មសន្សំរហូតដល់បានសម្រេចធំប្រយោជន៍ធំគឺកើតពីការសន្សំនឹងឯងអត់អាចមើលងាយការសន្សំប៉ុននឹងបានទេបន្តិចហ្នឹងដែលយើងកំពុងស្ដាប់យកចិត្តទុកដាក់មកបន្តិចហ្នឹងវាបូកជាមួយអាបន្តិចមុននោះហើយបូកជាមួយអាបន្តិចក្រោយទៀតនោះវាបូកចូលគ្នាទៅវាទៅជាមហាពលៈណាវាទៅជាកម្លាំងដ៏អស្ចារ្យសង្គ្រាមនៃឈ្នះគេបានមិនមែនតបម្នាក់ទេច្រើនអ្នកណាគឺតបច្រើនអ្នកដែលព្រះអង្គប្រាប់យើងណាព្រះអង្គសម្ដែងបញ្ញាវុទ្ធេនអ្នកហ្នឹងហើយគឺព្រះអង្គឲ្យយើងច្បាំងជាមួយមាដោយអាវុធគឺបញ្ញាហ្នឹងហើយដោយអាវុធគឺបញ្ញាព្រះអង្គអត់ឲ្យយកនុយក្លេអ៊ែរយកមីស៊ីលអីទៅបាញ់គ្នាទេគឺព្រះអង្គឲ្យយកបញ្ញាទៅរងាប់នៅសង្គ្រាមខាងក្នុងព្រះអង្គឲ្យយកបញ្ញាទៅតែសត្វលោកយើងអត់ព្រមតាមចេះតែយកអីផ្សេងទៅវកចលាចលអីផ្សេងអញ្ចឹងដោះស្រាយជាមួយនឹងជាមួយមាគឺយកតបបញ្ញាយកទៅហ៊ានបញ្ញានេះឯងទៅដោះស្រាយបើសិនជាយើងអត់យកបញ្ញាទៅដោះស្រាយទេរឿងអ្វីរឹតតែវាន់កទៅញាតិញោមហើយដូចអ្នកចុះលងទឹកហែលក្នុងបឹងផលិតហ្នឹងហើយស្រាប់តែតាក់ផលិតច្រើនទៅវាទៅមកអត់រួចលងស្លាប់ដោយសារផលិតរំជើងហ្នឹងណាបាទមិនព្រមដោះស្រាយយ៉ាងណាមិញក្នុងโลกនេះបើអត់បានយកបញ្ញាទៅដោះស្រាយទេវាវាន់កទៅហ្នឹងហើយសេចក្តីប្រកម្មច្រើនទៅរហូតដល់ធ្វើអនន្តរយកម្មមានអ្នកខ្លាំងទៅហ៊ានទាំងមើលងាយព្រះសម្មាសម្ពុទ្ធមើលងាយព្រះអរិយបុគ្គលមើលងាយបុគ្គលទាំងឡាយទាំងពួងក្នុងโลกទៅទៀតអាហ្នឹងគឺជាលទ្ធផលនៃការមិនអប់រំចិត្តគឺអញ្ចឹងដូច្នេះយើងតទៅយើងមិនទៅគ្រប់គ្រងអកុសលនឹងទេប្រឹងប្រែងធ្វើសេចក្តីល្អតរៀងទៅណាញាតិញោមធ្វើនឹងកុំឲ្យគិតថាធ្វើច្រើនពេករៀននេះដូចរៀនយូរហើយរៀនយូរពេកហើយអីកុំគិតអញ្ចឹងចេះតែរៀនទៅចេះតែស្ដាប់ទៅហើយពុទ្ធបរិស័ទខ្លះចេះតែអូនត្អែរៀនចាំស្ដាប់បញ្ចូលហើយយ៉ាងឈប់ស្ដាប់ឈប់រៀនទៅចូលទេហ្នឹងហើយអត់ចូលទេរឹតតែអត់ចូលទៅទៀតអញ្ចឹងពុទ្ធបរិស័ទនឹងប្រឹងប្រែងតទៅទៀតធ្វើទៀនធ្វើឲ្យរឿយ
រក្សាសិលឲ្យរឿយធ្វើសេចក្តីល្អហ្នឹងធ្វើកាន់តែច្រើនទៅកាន់តែល្អធ្វើស្ពានគេមិនស្ដាយដែកទេធ្វើប្រាសាទក៏មិនស្ដាយដែកស្ដាយស៊ីម៉ង់ស្ដាយថ្មដែរញាតិញោមហើយហ៊ានតែស្ដាយវាប្រេះវាបែកណាវាខូចណាហ៊ានស្ដាយពាក្យចាស់លោកពោលថាម៉េចធ្វើសំពៅកុំស្ដាយដែកញាតិញោមណាធ្វើសំពៅកុំឲ្យស្ដាយដែកមកពីមូលហេតុអីតែសំពៅយើងធ្វើស្ដាយដែកដាក់ស្ដើងពេកដល់សំពៅនឹងចូលមហាជលសាទៅរលកក៏ធំខ្យល់ក៏ធំមកមានអីសំពៅឯងវាស្ដើងពេកពេលហ្នឹងបានដឹងថាពួកអញធ្វើសំពៅធ្វើទូកឲ្យក្រាស់ហើយមានអីយ៉ាងណាមិញណាសំពៅរូបកាយនេះវាចិត្តបែកធ្លាយហើយយើងប្រឹងប្រែងធ្វើសំពៅបុណ្យកុសលនេះសំពៅកាយនេះជាទូកចាស់តើព្រះសម្មេថាបណ្ឌិតលោកពោលថាជាទូកកំពុកតើហ្នឹងហើយអញ្ចឹងវាចិត្តបែកធ្លាយមែនតែនហើយយើងយកសំពៅគឺសតិបញ្ញាគឺបុណ្យកុសលនេះឲ្យវារឹងមាំក្នុងចិត្តមកសំពៅកាយហ្នឹងបែកក៏បែកទៅប៉ុន្តែយើងបានសំពៅបុណ្យសំពៅបញ្ញានេះឲ្យវារឹងមាំមកហ្នឹងហើយវាបែកធ្លាយអីក៏បែកធ្លាយទៅតោងសំពៅបញ្ញាជាសំពៅដ៏ដងឧត្តមរូបកាយនេះចាស់ក្រមគ្រារលត់រលាយទៅវាជារឿងរបស់រូបកាយហ្នឹងតើយើងញាតិញោមទាំងអស់គ្នានៅបានប្រមាណទៀតណាញាតិញោមហើយមកបុណ្យកឋិនបានប្រមាណវគ្គទៀតទៅណាយូរជួបគ្នាម្ដងមិនដឹងថាជួបគ្នាបានប៉ុណ្ណាទៀតដល់ទៅបញ្ញាកើតឡើងជួបគ្នាបានប្រមាណទៀតក៏ប៉ុណ្ណឹងទៅមិនមែនយើងអ្នកជួបឯណាមែនញាតិញោមហេតុបច្ច័យនាំឲ្យជួបទៅហេតុបច្ច័យនាំឲ្យបែកទៅមិនយើងអ្នកជួបមិនយើងអ្នកបែកទេអត់មានយើងមានគេទេផ្ទះយើងក៏អត់ផ្ទះគេក៏អត់មានតែសង្ខារនេះដែលបញ្ញាកើតឡើងឃើញទៅទេយ៉ាងបដ ாய் ឃើញទៅទេវាឆ្លាស់ចេះដល់ឆ្លាស់ចេះអញ្ចឹងឥឡូវហ្នឹងមកជ្រួញអីក៏អត់បញ្ហាដែរចាស់បន្តិចក៏អត់បញ្ហាថ្មិញបាក់ក៏អត់បញ្ហាឈឺបន្តិចក៏អត់បញ្ហាដែរយើងព្រមអាកញ្ចណាងអាណាទានណាងហ្នឹងគឺវាអត់មានការប្រកាន់អត់មានការរវល់អីទៅតាំងទីបង្គណាបរាំងនឹងបដ ாய் ព្រោះអីនឹងជាទីពឹងដ៏ដងឧត្តមហើយទីពឹងរបស់សត្វលោកគឺគិតថារបស់អ្វីក្នុងលោកមកជារបស់អញឲ្យច្រើនជាទីពឹងតែព្រះពុទ្ធជាម្ចាស់លះរបស់ទាំងអស់ហ្នឹងទើបជាទីពឹងវិញវាផ្ទុយគ្នាជាមួយនឹងអធិស្ឋានរបស់សពសត្វដែលយើងរកបដិបទារបស់ព្រះសម្មាសម្ពុទ្ធឲ្យឃើញបានរកសេចក្តីសុខឃើញហើយតែយកបដិបទាខ្លួនឯងជាធំរកសេចក្តីសុខអត់ឃើញទេពីព្រោះជំរុញនៃអវិជ្ជាកម្លាំងនៃអវិជ្ជាក្នុងវត្តដាក់ហ្នឹងវារុញឲ្យយើងទៅល្ងងរហូតចឹងទៅមកអត់ព្រមដោះស្រាយអ្វីទាំងអស់ដោយបញ្ញាដោយការលះសកាយតថេទេអត់ព្រមដោះស្រាយទេចេះតែយកអវិជ្ជាមកដោះស្រាយរហូតទេអវិជ្ជាដោះស្រាយបានអីគ្នាដោះស្រាយចុះដោះស្រាយឡើងជាប់កម្មនេះកម្មនោះពៀនេះពៀនោះអត់ចេះអស់ទេគឺតុលាការបញ្ញាតុលាការវិបស្សនាទេដែលទៅកាត់ក្តីយ៉ាងសុក្រិតយុត្តិធម៌ឲ្យអស់ចិត្តគឺថាកាត់ក្តីថាយើងអត់មានរបស់អ្វីក្នុងលោកហ្នឹងហើយនឹងបញ្ញាកាត់ក្តីឲ្យយើងអញ្ចឹងប៉ុន្តែអវិជ្ជាកាត់ក្តីថារបស់ក្នុងលោកគឺជារបស់យើងដូច្នេះធ្វើឲ្យយើងរវល់ឃើញទេហ្នឹងហើយតែរបស់ក្នុងលោកជារបស់យើងផ្ទះយើងកូនយើងប្រពន្ធយើងប្តីយើងមាសយើងទ្រព្យយើងស្អីយើងទាំងអស់ឃើញទេអានឹងអវិជ្ជាដាក់តម្លៃឲ្យយើងហួងហែងដល់ទៅបញ្ញាឲ្យតម្លៃវិញថាអត់ទេអត់មែនជារបស់យើងទេណាអ្នកអើយទៅណាអត់មានត្រូវប្រកាន់ទេមិនមែនជារបស់អ្នកឯងទេណាគ្រាន់តែជារបស់ការរលត់ទេឃើញការកើតឃើញការរលត់ពិតប្រកបអញ្ចឹងទៅបើអញ្ចឹងទៅវាព្រមស្របច្បាប់បកុលឲ្យកើតក៏កើតតាំងនៅមួយរយៈរលត់ក៏រលត់ទៅអត់មានសៅមងចិត្តអត់មានប្រកែកអត់មានតវ៉ាអីទេអានឹងរូបកាយតាក់ទងជាមួយលោកធម៌ទាំងឡាយទាំងពួងដូចគ្នាអញ្ចឹងដែរគេរសារវាកើតហើយតិចទៀតគេលែងរសាររសារនឹងវារលត់ឃើញទេរសាររលត់ណាគេបូជាអានឹងវាកើតធម៌នឹងកើតតិចទៀតធម៌នឹងរលត់ហើយកើតរលត់ការរលត់អត់មានតាំងនៅទេគ្រប់រឿងរ៉ាវទាំងអស់គឺអញ្ចឹងយ៉ាងណាយ៉ាងនឹងហើយឃើញទេដូច្នេះបញ្ញាគឺកាត់ក្តីប្រាប់ឲ្យយើងកុំរវល់ជាមួយរបស់ក្នុងលោកសុខហើយមិនសុខញាតិញោមសុខណាស់បើសិនជាយកបញ្ញាជាគ្រូយកបញ្ញាជាគ្រូណាយកបញ្ញាជាធម្មកថាប្រចាំជីវិតយើងសុខតែបើអត់យកបញ្ញាមកជាធំជាអធិការក្នុងជីវិតយកតែអវិជ្ជាយកតែរាគៈទោសៈទេជីវិតយើងគ្មានថ្ងៃមានសេរីសុខស្ដីឡើយ
ឃើញទេដូច្នេះចង់ឲ្យបានសេរីសុខស្ដីយកបញ្ញាពិតបញ្ញាពិតញាតិញោមបញ្ញាពិតមិនមែនថានឹងមាត់ទេណាគឺដោះស្រាយផ្លូវចិត្តស្ងាត់ស្ងាត់កិច្ចបរិបត្តិធម៌មាននុធម៌មបរិបត្តិគឺបរិបត្តិផ្លូវចិត្តខាងក្នុងដោយអត់មានអ្នកណាដឹងមិនចាំបាច់និយាយពោលប្រាប់អ្នកណាថាខ្ញុំបានកំណត់យ៉ាងនេះយ៉ាងនោះមិនចាំបាច់ក៏បានដែរខាងក្នុងផ្លូវចិត្តឯនេះដោះស្រាយច្រវាក់ខ្សែចំណងខ្លួនឯងឯនេះទៅ